សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលថ្ងៃទី11ធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5សូមជម្រាបជូនផងដែរថាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់ដោយអាវុធសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូរហូតដល់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ថៃនៅលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង7:00នាទីព្រឹកដល់ម៉ោង3:00នាទីរសៀលថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមជម្រាបជូនផងដែរថានៅវេលាម៉ោង7:24នាទីយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារសម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រថ្មដូនប្រាសាទតាក្របីនិងប្រើប្រាស់រថក្រោះនិងកាភ្លើងធំនៅវេលាម៉ោង10:15នាទីកម្លាំងថ្មើរជើងយោធាថៃនិងរថក្រោះបានសម្រុកឡើងមកក្នុងភូមិសាស្ត្រភ្នំគីង្គក់តំបន់អូស្មាច់នៅវេលាម៉ោង10:33នាទីយោធាថៃបានបាញ់ផ្សែងពុលនៅតំបន់ភូមិសាស្ត្រភ្នំខ្មោចនៅវេលាម៉ោង10:35នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅខាងក្រោយប្រាសាទតំបន់ធំនិងទម្លាក់គ្រាប់នៅខាងក្រោយជិតស្រុកចុងកាល់នៅវេលាម៉ោង1:00នាទីរសៀលយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅភូមិសាស្ត្រអានសេះនៅវេលាម៉ោង1:30នាទីយោធាថៃបានវាយប្រហារយ៉ាងខ្លាំងនៅលើភ្នំ500ភូមិសាស្ត្រអានសេះនៅវេលាម៉ោង1:45នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅតំបន់អានសេះនៅវេលាម៉ោង2:00នាទីរសៀលយោធាថៃបានបាញ់ប្រហារនៅភូមិសាស្ត្រប្រាសាទព្រះវិហារនិងតំបន់5មករានៅវេលាម៉ោង2:50នាទីយោធាថៃបានបាញ់ប្រហារនៅតំបន់ភូមិសាស្ត្រភ្នំ500ទី2ស្ថានភាពជួរមុខក្នុងសមរភូមិនៅក្នុងទិសយុទ្ធភូមិភាគទី5ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាដែលគិតចាប់នៅម៉ោង7:00នាទីព្រឹកដល់វេលាម៉ោង3:00នាទីរសៀលនៅថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង7:52នាទីយោធាថៃបានផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង9:30នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង9:42នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង9:55នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ហោះឆ្វែលនៅក្នុងភូមិសាស្ត្រស្វាយចេករំលោភដែនអាកាសរបស់កម្ពុជានៅវេលាចាប់ពីវេលាម៉ោង10:25នាទីរហូតដល់ម៉ោង12:00នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំប្រភេទ100មីលីម៉ែត្រនិង105មីលីម៉ែត្រចំនួន30គ្រាប់ចូលនៅក្នុងភូមិសាស្ត្រភូមិតាស្ដាឃុំតាស្ដាស្រុកសំពៅលូននិងបានបាញ់ផ្លោងចូលបរិវេណមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបងដែលជាទីតាំងស៊ីវិលបន្ថែមទៀតដែលទង្វើនេះកាន់តែសាហាវជាងមុននៅវេលាម៉ោង10:45នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់ប្រភេទ100មីលីម៉ែត្រធ្លាក់ក្នុងភូមិស្ទឹងឃុំរលួសស្រុកស្វាយចេកនៅវេលាម៉ោង10:50នាទីយោធាថៃបានបាញ់ផ្លោងធ្លាក់នៅក្នុងភូមិស្លែងឃុំស្វាយចេកនៅវេលាម៉ោង10:51នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង11:08នាទីយោធាថៃបានប្រើប្រាស់ drone ហោះស៊ើបការនៅក្នុងភូមិសាស្ត្រអូ3ជាន់និងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង11:30នាទីយោធាថៃបានធ្វើការបាញ់ប្រហារមកលើតំបន់អូភ្លុកដំរីដោយប្រើប្រាស់កាំភ្លើងប្រភេទ105មីលីម៉ែត្រនិងកាំភ្លើងដេកានៅវេលាម៉ោង12:13នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន
នៅវេលាម៉ោង 12:40 នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់ចូលប្រមាណ 11 គ្រាប់ធ្លាក់នៅក្នុងឃុំត្រៀសស្រុកស្វាយជ័យនៅវេលាម៉ោង 13:12 នាទីកម្លាំងថ្មើរជើងយោធាថៃបានចូលធ្វើសកម្មភាពនៅភូមិសាស្ត្រមុខភូមិជោគជ័យនៅវេលាម៉ោង 13:25 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានធ្វើសកម្មភាពនៅភូមិសាស្ត្រច្រកបឹងត្រកួនគួរកត់សម្គាល់ផងដែរថានៅថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 សកម្មភាពដ៏កម្ររបស់យោធាថៃបានបើកការបាញ់ប្រហារមុនហើយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅពិសេសសាលារៀនរបស់កុមារនិងបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌពិភពលោករួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងមន្ទីរពេទ្យបង្អែកនៅស្រុកសំពៅលូនផងដែរទង្វើដ៏សាហាវនេះបានបង្ហាញអំពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មរតករបស់មនុស្សជាតិជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដែលគិតមកដល់ថ្ងៃទី 11 ខែធ្នូឆ្នាំ 2025 នេះនៅវេលាម៉ោងត្រឹមម៉ោង 12:00 នាទីរសៀលជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតចំនួន 11 នាក់ក្នុងនោះមានទារកចំនួន 1 នាក់ផងដែរចំនួនអ្នករងរបួសជនស្លូតត្រង់កម្ពុជាកើនឡើងរហូតដល់ 74 នាក់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅជាពិសេសទៅលើប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅជាបន្ទាន់យោធាថៃត្រូវតែបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ 2025 ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតី Donald Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជាជៀសវាងសកម្មភាពឈ្លានពាននឹងការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីថានៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទសូមគូបញ្ជាក់សារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះ
មិនមែនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងតែប្រកាន់ភ្ជាប់នៅការគោរពនិងការអនុវត្តរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យភាពរបស់យើងដោយដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬការបំផិតបំភ័យទោះក្នុងទម្រង់មួយណាឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ